Susan đó khi mà cho can mà channel là Johnny Tech nhé,ថ្ងៃនេះយើងនឹងរៀនអំពី Industry Automation using PLC ជាងទី1ហ្នឹងយើងត្រូវស្គាល់អីទៅទីហោសតថ្ងៃនេះគឺប្រព័ន្ធ PLC គឺមានការរីកដុះឡើងជាខ្លាំងនៅក្នុងបច្ចេកវិទ្យានៅក្នុងផ្នែករោងចក្រដែលយកទៅប្រើទៅជាកណ្ដឹងឬក៏គ្រប់គ្រងនៅលើ machine ឬ computer តាមរោងចក្រផងដែរអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាដល់គ្នាទី1នេះយើងសិក្សា automation អូខេ automation ប្រភេទនៃ automation industry automation development of control system what is PLC ហ្នឹងគឺយើង content ដែលយើងរៀន why PLC ទី1 components of PLC ហើយទី2 PLC operation ទី3 PLC programming ទី4ហ្នឹង applications ទី5គឺ advantage disadvantage ជាងក៏គឺ conclusion ទី1យើងស្អីគេ automation is a basically in delegation of human control function to technical equipment aimed toward achieving ទី1ហ្នឹង automation ហ្នឹងប្រព័ន្ធអូតូហ្នឹងគឺជាប្រព័ន្ធដែលប្រើសម្រាប់ function ហ្នឹងគេ human function control ដែលជា technique ក្នុងការគ្រប់គ្រងទៅលើរបស់អីគេ higher productivity គឺគ្រប់គ្រងទៅលើ higher productivity superior quality of end product និយាយអំពីការផលិតនៅគុណភាពខ្ពស់ efficient usage of energy and raw material ហើយនឹងប្រើសម្រាប់ energy ដើម្បីធ្វើការ improve safety working in education ធ្វើ PLC ហ្នឹងការគ្រប់គ្រងហ្នឹងវាស្រួលជាងមានសុវត្ថិភាពជាងមុនទី1នោះគឺយើងនិយាយពីប្រភេទនៃ PLC អញ្ចឹង build building automation គឺមួយគេសម្រាប់លើក smoke detector office automation សម្រាប់ប្រើនៅក្នុង office automation មាន printer CCTV cameras ក្នុងវិទ្យាសាស្ត្រវិញ scientific automation គេប្រើសម្រាប់ rocking launching សម្រាប់ប្រើនៅក្នុង light automation គេប្រើជា street solar lighting សម្រាប់នៅក្នុង industry automation យើងប្រើវាជា automatic motor filling station និង steel factory ហើយសម្រាប់នៅក្នុងរោងចក្រវិញយើងប្រើវាសម្រាប់អីគេសម្រាប់ការផលិតនៅស្រាបៀរឬក៏ប្រទេសជា filling motor ឬក៏ការគ្រប់គ្រងទៅលើអីផ្នែកនិយាយចំគឺប្រើសម្រាប់ចង្វាក់ប្រតិកម្មនេះគឺជាអីគេ industrial automation គឺនេះប្រើវាសម្រាប់ចែកជា robot ណាទី1យើងនិយាយប្រើ plant ទី1 plant ទី2 field industry ទី2 control system ទី3 hardware control និង software control នេះគឺជា manufacture នៃការងារនៅក្នុង PLC ទី1យើងទេនេះគឺយើងសិក្សាអំពី development of control system អញ្ចឹង manual control នេះគឺជាការ control ដោយដៃជាង control យើងប្រើ pneumatic control ដែលយើងសិក្សាទៅ pneumatic control hardwire logic control electronic control អានេះគឺជានិយាយពី PLC នេះអញ្ចឹង PLC មកពីពេញគេ PLC មកពីថា programmable logic controller វាគឺជារោងចក្រនៃ computer មួយដែលមាន monitor ដែលមាន input output IO វាអាស្រ័យទៅលើ program របស់វាដែលគ្រប់គ្រងទៅលើផ្នែក process ឬក៏ machine អញ្ចឹងវាសំខាន់មែនតើអញ្ចឹង automation ជាមានថា automation of many different process ហ្នឹងវាប្រើគ្រប់គ្រងទៅលើខាង machine ទៅជារោងចក្រដែលត្រូវបានឆ្លងកាត់នៅក្នុង computer តូចមួយដែលហៅថា programmable PLC អញ្ចឹង PLC មានន័យថាគេប្រើភាសា PLC ដើម្បីគ្រប់គ្រងទៅលើ machine ហើយទី3នោះគឺយើងនិយាយអំពីហេតុអ្វី PLC ហេតុអ្វីយើងត្រូវការរៀន PLC យើងនៅកាលពីសម័យឡូងហើយគឺមនុស្សជាច្រើនបានគ្រប់គ្រងដោយធ្វើដោយដៃមិនបានធ្វើការ maintenance ត្រូវការច្រើនណាគឺទៅវាពិបាកតែឥឡូវគឺត្រូវបានគេយកមកប្រើ PLC ទីមួយយើងត្រូវការប្រើ reuse human effort យើងត្រូវបានកាត់បន្ថយក្នុងការងាររបស់មនុស្សទី2to get maximum efficiency from machine and control them with human logic ទី4គឺមានប្រសិទ្ធភាពខ្ពស់ពី machine ហើយនឹងការគ្រប់គ្រងពួកវាដោយប្រើមនុស្សណា reduce complex circuit for entry system យើងដឹងហើយកាលពីមុនហ្នឹងការគ្រប់គ្រងជាការគ្រប់គ្រងដូចជាប្រព័ន្ធគ្រប់គ្រងពិតជាស្មុគស្មាញណាដើម្បីដូចជាប្រព័ន្ធ PLC ចូលមកហ្នឹងវាគឺកាត់បន្ថយភាពស្មុគស្មាញហ្នឹងអញ្ចឹង to eliminate high cost associated with index related to control system វាជួយដល់ការវាមានតម្លៃខ្ពស់ហើយវាចូលរួមក្នុងការធ្វើការ control ប្រើជា relay control ដើម្បីជាងាយស្រួលក្នុងការចង្វាក់ប្រតិកម្មងារផ្សេងៗអញ្ចឹងនេះគឺជានិយាយអំពីគេ machine ត្រូវបានគ្រប់គ្រងដោយ PLC ដោយគ្មានអ្នកណា effort អូខេ effort រូបភាពមួយនេះគឺជារូបភាពដែលគាត់កំពុងតែធ្វើនេះគាត់
ấy bữa đó có tự thơ đây mình cứ tự thơ bắt tay về PLC show máu cứ ra computer sẽ mặc bên chia năng tự win chứ phải slow chứ thì bây ní cái chuyện này giờ ông phí component hay là cái kênh không có PLC nữa thì mình một ngày thì mỗi cái mình ấy cái thì mỗi cái input module nó input module cứ chỉ cả cái chỗ nó ví dụ cái mình ấy module mình để from sensor rồi chỉ push button contract limit switch etc chẳng cái input module nó cứ có pra signal chỗ anh không nói mình này cái mình sẽ làm mình input module power supply processor program device output module và output chân ní từ output bên cái bên solenoid contactor là alarm đôi chứ solenoid này để tôi chỉ motor AC đôi chỉ alarm chỉ đạo thì bây cái component nó không input là output chứ nó không PLC hiện tại để mình này cái mình push sắm khăn mình thiết bây sắm khăn á thì mỗi push button nó input cho mình chỉ push button PLC là output chúng input module cứ vìตัว score នឹងវាបំលែងនៅ signal ពី sensor វាចូលទៅខាន់ sensor ដូចជា switch និង push button សម្រាប់តែ output module វិញវាគឺ control វា convert ទៅជា signal ដែលអាចត្រូវបានប្រើទៅក្នុង actuator ដូចជា push ឬក៏នេះអានេះគេហៅថា push button អានេះគេហៅថា PLC អានេះគេថា adapter light នេះcòn នៅស្មាប់នឹងយើងនិយាយពី CPU នៅក្នុង computer នៅក្នុង PLC មាន CPU និង memory chứ nếu cho mà processing như thế cái CPU mà bị như thế Central Processing Unit viết cái chữ khu bảo bọc PLC rồi các bạn phảiប្រើសម្រាប់ប្រព័ន្ធ PC ហ្នឹង CPU គឺបានគឺជា block ដែលវាមានមុខងារ3មួយជាវាជា Memory Logical Unit ហើយវាគឺជា internal memory of CPU ទី3ជា internal timer និង counter និង flag ហើយសម្រាប់ការងារដែលវាសម្ដែងធ្វើការកត់គ្នារបស់នេះវិញគឺវា scan ទៅលើ input និង output ទៅ I/O bus traffic control ហ្នឹង program execution ហើយនឹង program control ហើយនឹង external device communication ហើយទីទៀតយើងពី data link ឬក៏ safe diagnose គឺ set និយាយពីកំហុស memory គឺជា component ដែលបាន store ទុកនៅព័ត៌មាន program ដែលនៅក្នុង PLC អញ្ចឹង memory គឺវាទុកនៅទិន្នន័យដែលយើងបានទៅ save code ហ្នឹងដើម្បីបញ្ជានៅក្នុង machine ហ្នឹងវាបាន store ទុកនៅក្នុង memoryជាងប្រភេទនៃ memory ក្នុង PC ទៅបានប្រើដើម្បីដូចជាមាន room មាន RAM ជាដើម room មានពាក្យថា read only memory RAM នោះមកពីថា random access memory ទី2នេះនិយាយពី component power supply ជាង power supply យើងផ្ដល់ PLC គឺមាននេះ voltage need to ដើម្បីឲ្យ PLC ដើមហ្នឹងត្រូវការ power supply មកគ្រប់គ្រងទី2នោះយើងត្រូវការ program ដើម្បីទៅ save program ណាជាមួយដូចជា monitoring ដូចជា sequence PLC operation ជាងនេះ PLC operation PC operation ដូចជាមានការ check input state ណាគេជាងមាន check input state មាន execute program មាន update output status យើងពីការនេះទី1 first PLC ត្រូវការមើលយើងទៅ collect មើលគេមើលជើង I/O ដើម្បីកំណត់ថាវាបិទឬក៏បើកហើយទី2ហ្នឹងយើងត្រូវការdeal ហើយថាយើងត្រូវការ run program ទៅត្រូវ execute program start in the time ទី3យើងត្រូវការ update output status ចឹងបញ្ហានេះចុងក្រោយ PLC ត្រូវបាន update ដើម្បីថាវាចេញហើយណា based on which input output ហើយទី3នេះគឺ program PLC គឺនេះគឺជាចូលដល់កន្លែងគេហៅថា rong អានេះ raw ចឹង rong គឺជាជួរជារងនោះគឺជាកម្មចន្ទាយើងអញ្ចឹង PLC logic រងមកពាក្យគេ ladder logic ភាសា ladder logic គឺជាភាសា program ដែលត្រូវបានអភិវឌ្ឍទៅលើផ្នែក PLC នៅក្នុងរោងចក្រ control ជាដើមអានេះ normal open តែ contact អានេះ more close ថា contact គ្នានេះ coils ជា normal close នៅពេលណានៅពេលមួយបិទអាមួយទៀតពេលមួយមិនបិទសូន្យអញ្ចឹងnóមក clock ពេលណាមួយសូន្យអានោះបិទវិញនេះគឺជា operation all operation ស្អីគេ all operation គឺ A និង B ហ្នឹងឯងដើម្បីឲ្យ C នេះដើរបានណាមួយណាក៏បានដែរនេះគេថា program ដែលអាច send either A B is true both are true and C true ដើម្បីអានេះ C នេះដំណើរការបានលុះត្រាតែអានេះវាបិទទាំងពីរឬបិទឈៀងក៏បានតែបើសិននេះមិនបិទទាំងពីរអានេះដើរទេណានេះគឺជា ឆ្នប់ អណាអ
កាលណាដែលវាមិនពិតទាំងពីរវាមិនដើរទេកាលណាវាខុសពីហ្នឹងវាដើរហើយចំណុចចូលដល់ manual area of application abbreviation មានគេ manual មាន machine food មាន beverage មាន textile មាន travel industry មាន oscop មាន printing industry នេះ PLC វាមក connect ទៅណានេះ motor ជា convey នេះ PLC ជាដើមសំណុំមួយទៀតគឺគុណសម្បត្តិទៅវិញណា advantage ជាង PLC គេប្រើមកទៅអីទីមួយគេ replace human operator dangerous environment beyond human capacity លឿនវាលឿនមួយ easy program have easy institute program language improve productive និង improve quality ជាងគេថា PLC វាស្រួលងាយស្រួលក្នុងការសិក្សាងាយស្រួលលឿនហើយគុណភាពផលិតផលក៏លឿនដែរជាងទី3គុណវិបត្តិវិបត្តិនោះវាមានតម្លៃខ្ពស់ណាតម្លៃលឿនខ្ពស់វាត្រូវការអ្នកធ្វើការច្រើនដែលភ្ជាប់នឹងខ្សែដំបូងណាតែមកយើងទី3ហ្នឹងការដែលវាកាត់បន្ថយនឹងការងារដែលត្រូវការណាទី3 PLC ហ្នឹងវាត្រូវការអ្នកចេះសរសេរដែរតែវាអាចដំណើរការបានយ៉ាងងាយស្រួលទេជាចំណុងក្រោយ PLC វាត្រូវបានមាននិយាមត្រូវបានមនុស្សច្រើនសិក្សាទៅលើវាតែនៅលើក្នុងផ្នែករោងចក្រយ៉ាងយើងផ្នែករោងចក្រត្រូវការបានចាំបាច់ទៅត្រូវចេះ PLC ដែរឲ្យវាទៅធ្វើការលក្ខណៈស្រួលណាវា relay ដើម្បីប្រើវាទៅភ្ជាប់ដើម្បីដំណើរការបានថ្ងៃនេះ PLC ត្រូវបានប្រើសម្រាប់គ្រប់គ្រងនៅផ្នែករោងចក្រជាប់នៅក្នុង machine ដែលយើងកើតឡើងមកព័ន្ធ manufacturing testing process ក្នុងរោងចក្រ